បុរសម្នាក់បាត់បង់ជីវិតក្រោយជិះម៉ូតូបុករ៉ឺម៉កអេតចៃដែលចតនៅជាយផ្លូវក្នុងខណ្ឌដង្កោហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅមួយបានកើតឡើងនៅវេលាម៉ោងប្រមាណ 12 រំលងអាធ្រាត្រឈានចូលថ្ងៃទី 30 ខែមិថុនាឆ្នាំ 2026 នៅតាមបណ្ដោយផ្លូវបេតុងវត្តសម្បួរស្ថិតក្នុងសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូម៉ាក Honda Wave ពណ៌ខ្មៅធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងវត្តសម្បួរក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុម៉ូតូបានជ្រុលទៅបុករ៉ឺម៉កអេតចៃមួយគ្រឿងដែលចតនៅជាយផ្លូវពេញទំហឹងកម្លាំងប៉ះទង្គិចយ៉ាងខ្លាំងបានបណ្ដាលឲ្យបុរសរងគ្រោះបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុខណៈម៉ូតូបានខ្ទាតចេញពីចំណុចបុកជាចម្ងាយជាង 6 ម៉ែត្រប្រភពដដែលបានបន្តថាក្រោយកើតហេតុទូរស័ព្ទរបស់ជនរងគ្រោះបានរោជាបន្តបន្ទាប់ប្រជាពលរដ្ឋដែលនៅក្បែរនោះក៏បានលើកទូរស័ព្ទនិងជូនដំណឹងទៅកាន់សាច់ញាតិអំពីហេតុការណ៍ដែលបានកើតឡើងដើម្បីឲ្យពួកគាត់មកទទួលសពបន្ទាប់មកសមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើការវាស់វែងនៅកន្លែងកើតហេតុរួចយកម៉ូតូនិងរ៉ឺម៉កទៅរក្សាទុកជាបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធីច្បាប់បន្តចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី